និយាយមែនបងប្អូនបើសិនជាក្រុមហ៊ុន BYD មិនប្រាប់ថាឡាននេះមានតម្លៃ$24,000ជាងទេខ្ញុំថាឡាននេះតម្លៃ$50,000បាត់ទៅហើយនេះគឺជារថយន្ត BYD CLA N5 ដែលជាប្រភេទរថយន្តអគ្គិសនីសុទ្ធនិងសាកមួយពេញបើកបរបានចម្ងាយ520គីឡូម៉ែត្រនេះបងប្អូនគឺជាចំណុចដែលខ្ញុំនិយាយថាឡានមិនសមនឹងតម្លៃគឺកាមេរ៉ាមានរហូតដល់10គ្រាប់ឯណោះបងប្អូនជាកាមេរ៉ាដែលមានការជំនួយនៅក្នុងការចូលចតដោយខ្លួនឯងណាក៏ទៅសរសើរ BYD ដែរគឺតម្លៃត្រឹមតែ$20,000ជាងគឺភ្ជាប់មកជាមួយនឹង option រត់ចូលចតដោយខ្លួនឯងទៀតប្រើប្រាស់ទំហំកង់អេឡូមីញ៉ូម17អ៊ីងបងប្អូនជួយគិតខ្ញុំតិចមើលផ្នែកខាងក្រោយថាតើមានភាពស្រស់ស្អាតដែរឬអត់បងប្អូនគឺបែបមិនដែរតែខ្ញុំមើលវិភាគទៅដូចបែបជារថយន្តអនាគតអញ្ចឹងណាអញ្ចឹងបងប្អូនមកផ្នែកខាងក្រោយនិងខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាបាទមានដំបូលបើកដែលជាប្រភេទ sunroof ដែលយើងអាចបើក radio ដើម្បីមើលផ្កាយបានអញ្ចឹងណាបងប្អូនបាទក៏មាន armrest ភ្ជាប់ជាមួយនឹងកៅអីស្បែកប្រភេទពណ៌សដែលមើលទៅស្រស់ស្អាតខ្លាំងមែនតើតោះយើងមើលខាងមុខម្ដងឃើញកន្លែងប្លែកទៀតបងប្អូនគឺកៅអីចុចទាំងសងខាងតែម្ដងរថយន្តនេះក៏មានភ្ជាប់ជាមួយនឹង sensor រហូតដល់12គ្រាប់ឯណោះដើម្បីជាជំនួយនៅក្នុងការចូលចតអូតូបងប្អូនចំណាំទៅឲ្យតែមានរថយន្តណាដែលមាន sensor 12គ្រាប់គឺអាចចូលចតអូតូបានហើយប៉ុន្តែដល់ឡែកជាចំណុចពិសេសរបស់រថយន្តនេះគឺមាន sensor 12គ្រាប់ហើយគឺមានកាមេរ៉ា10គ្រាប់ទៀតអញ្ចឹងការចូលចតអូតូខ្ញុំមិនហ៊ានសម័យទេបងប្អូនគឺអាចនឹងខ្លាំងតែម្ដងហើយបើសិនជាយើងនិយាយកៅអីវិញគឺមានកៅអីត្រជាក់សងខាងណាបងប្អូនគឺត្រជាក់ខ្លាំងមែនតើអង្គុយទៅគឺស្រួលនឹងផាសុខភាពតែម្ដងមកមើល interior ខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទរថយន្តនេះរចនាឡើងបែបពណ៌សបងប្អូនសាកសមជាមួយនឹងបងនារីណាបាទផ្នែកខាងមុខនេះគឺមានកន្លែងសាកថ្មដោយ wireless ដោយអត់ខ្សែណាបងប្អូនហើយក៏មានប៊ូតុងប្រព័ន្ធចូលចតអូតូដោយមាន shortcut ណាបងប្អូនក៏យើងចុចទៅចេញតែម្ដងឬក៏យើងប្រើប្រាស់ជាមួយនឹងអេក្រង់ក៏បានដែរបាទបើកាមេរ៉ាបែបហ្នឹងហើយការចាប់ល្បឿនការដេញល្បឿនគឺដឹងតែមានតែម្ដងបាទកំណត់ល្បឿនគឺ control ក៏មានដែរនេះបងប្អូនបើសិនយើងនិយាយកញ្ចក់វិញគឺក៏មាន blind spot ដែរនិងមិនចាំបាច់ប្រើប្រាស់សោយើងមានតែកាតក៏បានដែរបងប្អូនអូខេបងប្អូននេះគឺជាវីដេអូខ្លីៗដែលខ្ញុំមើលទៅខ្ញុំចង់ចែករំលែកបើសិនជាបងប្អូនចង់ឃើញផ្ទាល់អាចតាមរយៈ page BBD បានសូមអរគុណ